นนท์គណៈបានសម្រេចចិត្តទៅហើយបន្ទាប់ពីព្រះសង្ឃទាំង3អង្គគណៈនឹងចូលមហាបរិនិព្វានហើយព្រះអង្គកំពុងតែមានព្រឹត្តិការណ៍ពីអ្វីទៅទូលមកគុំមិនជឿថាស្ដាប់ព្រះអង្គច្រឡំទេគឺបន្ទាប់ពីព្រះសង្ឃទាំង3អង្គគណៈនឹងចូលព្រះមហាបរិនិព្វានហើយហេតុអីក៏ព្រះអង្គសម្រេចបន្ទៃបែបនេះក្រាបទូលនេះមិនជាការពិតទេព្រះអង្គកំពុងតែសាកល្បងជាមួយនឹងគណៈមែនទេបុគ្គលម្នាក់ដែលបានកើតមកហើយនោះត្រូវតែស្លាប់ទៅវិញយ៉ាងប្រកបអានន្ទគណៈជាព្រះពុទ្ធតែរូបរាងកាយរបស់គណៈក៏ត្រូវចាស់ជរាដែរគណៈបានទៅដល់វាសនារបស់គណៈហើយនៅក្នុងព្រះជន្ម80ព្រះវស្សាគណៈបានឃើញពីបទពិសោធន៍និងអ្វីគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់គណៈសូម្បីត្រង់កន្លែងណានៅក្នុងការបម្រើគណៈដែរគណៈគិតថានេះជារឿងដែលមិនអាចជាផុតពីធម្មជាតិនោះទេអានន្ទអត់ទេទូលមកគុំមិនអាចអូនអាចទេក្រាបទូលតើទូលមកគុំធ្វើអ្វីខុសនៅពេលបម្រើព្រះអង្គថាមែនទេព្រះពុទ្ធព្រះអង្គលះបង់ចោលពិភពលោកនេះមិនបានទេក្រាបទូលព្រះអង្គគឺជាវិញ្ញាណរបស់អញម្នេះព្រះអង្គមិនអាចទៅណាចោលទូលមកគុំបានទេអាណិតទូលមកគុំផងសូមអាណិតទូលមកគុំផងចុះសូមព្រះវិញ្ញាណអាណិតទូលមកគុំផងចុះក្រាបទូល